សាស្ត្រសម្ដេចដៃជោដែលគាត់បានប្រើពាក្យថាកម្ពុជាមានសំណាញ់មេឃហើយរឿងទាំងអស់នេះវាធ្វើឲ្យអ្នកលេងប្រព័ន្ធសង្គម Facebook នៅខាងក្រៅប្រទេសដែលអាចនិយាយបានថាអ្នកខ្លះមានការពិចារណាដែរប៉ុន្តែការពិចារណានឹងមិនយល់ហើយអ្នកខ្លះទៀតល្ងងអ្នកខ្លះទៀតគឺចង់យកពាក្យនឹងមកដៀងដាមហើយមកចោទប្រកាន់អីចឹងទៅបាទវិរតទូចបាទសួស្ដីវិរតទូចឃើញខមមិនណាចឹងតាមពិតខ្ញុំដូចជាមិនចង់បកស្រាយរឿងក្នុងទ្រឹស្ដីពាក្យថាសំណាញ់មេឃទេពីព្រោះសំណាញ់មេឃវាគ្រាន់តែជាភាសាមួយដែលសម្ដេចតេជោគាត់ប្រើនៅក្នុងយុទ្ធសាស្ត្រទេបាទនៅក្នុងយុទ្ធសាស្ត្រទេមនុស្សដែលមិនដែលធ្វើជាមេទ័ពហើយមិនដែលធ្វើសង្គ្រាមមនុស្សនឹងអត់ស្គាល់ភាសាយុទ្ធសាស្ត្រកងទ័ពទេដូច្នេះហើយបានជាមានមតិអ្នកខ្លះដល់ទៅបញ្ញវន្តអ្នកខ្លះដល់ទៅលោកសង្ឃដោយបងអូនបុត្របន្ទិញអីនិយាយរឿងចំអកលក់លឿយឯណាសំណាញ់មេឃគេទម្លាក់យន្តហោះគេទម្លាក់គ្រាប់បែកគេបើក B52 ទម្លាក់គ្រាប់បែកមកលើភូមិករប្រជាពលរដ្ឋមកលើទឹកដីប្រជាពលរដ្ឋហើយមិនក៏មិនបញ្ចេញសំណាញ់មេឃអ្នកខ្លះទៀតក៏និយាយចេះនិយាយចុះចឹងហ្នឹងមែនទេប្រិមិត្តមិនចឹងគួយកំលួនបាទបងជូរីសែមបាទបងជូរីសែមអរុនសួស្ដីលោកអូនឡុងខ្ញុំសូមចូលរួមគំនិតមួយសំណាញ់មេឃមុននឹងប្រើប្រាស់រដ្ឋាភិបាលត្រូវប្រកាសដាក់ដែនអាកាសទាំងមូលនៅច្បាប់ No Fly Zone ហើយរៀបចំសំណាញ់មេឃនៅពេលណាដែលយន្តហោះឆ្លងកាត់ទឹកដីកម្ពុជាអាវុធនោះនឹងត្រូវបាញ់ទម្លាក់តែកម្ពុជាមិនអាចធ្វើបានទេពីព្រោះនេះកម្ពុជានៅមានជើងយន្តហោះពីប្រទេសថៃនិងប្រទេសនានាចេញចូលជាធម្មតាអានឹងគឺសមហេតុសមផលបាទសមហេតុសមផលបាទអានឹងគេហៅប្រព័ន្ធដែនអាកាសគេហៅប្រព័ន្ធដែនអាកាសការគ្រប់គ្រងប្រព័ន្ធដែនអាកាសគឺអញ្ចឹងឯងគឺនៅពេលណាដែលគេបិទលំហមេឃគឺគ្រប់ជើងយន្តហោះទាំងអស់ត្រូវតែផ្អាកទាំងអស់បាទអានឹងគេហៅខែលការពារដែនអាកាសឬក៏ប្រព័ន្ធការពារដែនអាកាសក្នុងទ្រឹស្ដីពិភពលោកគេអត់ប្រើពាក្យនឹងទៅជាសំណាញ់មេឃទេគេប្រើថាប្រព័ន្ធការពារដែនអាកាសឬក៏ខែលការពារដែនអាកាសគេប្រើអញ្ចឹងបាទសំណួរយើងសួរអញ្ចេះយើងសួរថាតើវណ្ណៈដែលសម្ដេចតេជោគាត់លើកឡើងមុនកើតសង្គ្រាមហ្នឹងដែលគាត់ថាកម្ពុជាមានសំណាញ់មេឃដែលបាញ់ពីក្រោមឡើងទៅលើណានៅពេលដែលយន្តហោះទម្លាក់ខ្លួនមកហ្នឹងភាសាហ្នឹងគឺជាភាសាយុទ្ធសាស្ត្ររបស់តេជោទេតាមពិតខ្ញុំមិនចង់និយាយពីរឿងយុទ្ធសាស្ត្រសង្គ្រាមឬក៏អីទេតែគ្រាន់តែខ្ញុំចង់បញ្ជាក់ថាសៀមវាធ្លាប់បាននិយាយថាវាវាយចូលទឹកដីកម្ពុជាវាយតែមួយថ្ងៃពីរថ្ងៃ3ថ្ងៃចូលដល់ទីក្រុងភ្នំពេញមិនអញ្ចឹងហ៎អាហ្នឹងគឺជាទិសដៅរបស់សៀមដែលសៀមវាចង់វាយកម្ពុជាកាលហ្នឹងបងប្អូនដឹងហើយសម្ដេចតេជោគាត់លើកឡើងមកវិញថាកម្ពុជាមានសំណាញ់មេឃណាមានសំណាញ់មេឃបងប្អូនមានតែចាំបានទេកាលហ្នឹងហើយអាវីដេអូហ្នឹងគេ
ពួកប្រឆាំងវាតែងតែយកមកចាក់ផ្សាយឯណាសំណាញ់មេឃឯណាសំណាញ់មេឃតែពួកនេះពួកវាល្ងងខ្លៅទេបាទក្រាងកន្ទោលហើយនឹងបូណាសួស្ដីពូម៉ាក់23P អូនឡូឡាតាមពិតដោយសារតែមានទាំងប្រសក់មានទាំងប្រសង់ចេះតែសស្លាក់សស្លើតលលីលលើនៅក្នុងស្ថានភាពនឹងពេកខ្ញុំក៏ចង់ចូលរួមផ្ដល់ជាគំនិតខ្លះថាបើយើងមិនធ្លាប់ធ្វើសង្គ្រាមដោយដៃជោទេបើយើងមិនធ្លាប់ធ្វើមេតបទេយើងត្រូវរៀនស្គាល់ពីផ្នែកចិត្តសាស្ត្រនិងយុទ្ធសាស្ត្ររបស់សម្ដេចដេជោនៅអ្វីដែលគាត់បានលើកឡើងហើយសូមបញ្ជាក់ណាខែលការពារដែនអាកាសជាមួយនឹងភាសាដែលសម្ដេចដេជោប្រើពាក្យសំណាញ់មេឃវាខុសគ្នាពីខែលការពារដែនអាកាសពិភពលោកគេនិយាយពីខែលការពារដែនអាកាសសម្ដេចដេជោមិនមែនល្ងងដល់ថ្នាក់មិនយល់អំពីខែលការពារដែនអាកាសឬក៏ប្រព័ន្ធការពារដែនអាកាសទេណាបើសម្ដេចដេជោចង់ប្រាប់ថាកម្ពុជាមានប្រព័ន្ធការពារដែនអាកាសគឺសម្ដេចដេជោគាត់នឹងនិយាយត្រង់តែម្ដងណាគាត់នឹងនិយាយត្រង់តែម្ដងប៉ុន្តែនេះគាត់និយាយពីសំណាញ់មេឃសំណាញ់មេឃគឺជាភាសាផ្នែកចិត្តសាស្ត្រនិងភាសាយុទ្ធសាស្ត្ររបស់កងទ័ពព្រោះយើងដឹងហើយថាដៃជោគាត់គឺជាអតីតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាហើយគឺជាអតីតមេទ័ពហើយបច្ចុប្បន្ននេះគាត់ក៏នៅតែមានផ្កាយ5ដែរអញ្ចឹងគាត់មេទ័ពឆ្លងកាត់សង្គ្រាមនឹងច្រើនភាសាដែលគាត់ឆ្លើយតបទៅសៀមទី1គឺជាភាសាមិនឲ្យសៀមយល់អ្វីទៅជាសំណាញ់មេឃសំណាញ់មេឃមិនមែនប្រព័ន្ធការពារខែលដែនអាកាសទេយល់ទេមិនខែលការពារដែនអាកាសទេបើសម្ដេចដេជោគាត់ថាគាត់សម្បូរខែលការពារដែនអាកាសគាត់ប្រាប់យើងហើយគាត់និយាយពីខែលការពារដែនអាកាសហើយពិភពលោកឯណាដែលគេនិយាយថាសំណាញ់មេឃនឹងគឺសម្រាប់ការជាខែលការពារដែនអាកាសអត់ទេភាសាសំណាញ់មេឃនឹងបងប្អូនទៅតែលឺនិយាយទេទៅលឺដៃជោគាត់និយាយរឿងពេលដែលមានសង្គ្រាមជាមួយសៀមនឹងឯងហើយបងប្អូនចង់ដឹងថាតាមពិតខ្ញុំមិនចង់បញ្យល់ទេប៉ុន្តែឃើញពួកខ្មែរល្ងងខ្លៅមួយចំនួនដែលគ្រាន់តែចង់ផ្ដឺផ្ដងដែលគ្រាន់តែចង់ចំអកលក់លើយឲ្យសម្ដេចដេជោនឹងចេះតែឈួតលីលាហើយម្នាក់ចេះតែជឿតគ្នាថាហេតុអីបានជាបដោយឲ្យគេហោះយន្តហោះទម្លាក់គ្រាប់បែកឯណាទៅសំណាញ់មេឃនោះមិនក៏មិនបាញ់ទម្លាក់យន្តហោះនោះទៅអីទៅអញ្ចឹងទៅវាចេះតែឈួតតគ្នាបងប្អូនអត់យល់បងប្អូនអត់យល់ឥឡូវខ្ញុំលើកពីសម្បកខ្លះដើម្បីឲ្យបងប្អូនពិចារណាទៅចោះពីភាសារបស់សម្ដេចដេជោនឹងគឺបញ្យល់ទៅពួកលោកសង្ឃខ្លះទៅអ្នកល្ងងទូខ្លះបើមិនដឹងរឿងសង្គ្រាមទេបិទប្របេថោកនឹងទៅនាំគ្នារិះគន់តែសៀមទៅដែលវាចូលមកឈ្លានពានឲ្យរកកម្មវិធីណាដើម្បីធ្វើការពារប្រទេសយើងទៅរឿងសង្គ្រាមទុកឲ្យអ្នកដែលមានជំនាញនិងមានបទពិសោធន៍ពួកគាត់ធ្វើទៅទុកឲ្យទាហាននិងកងវរៈកងទ័ពហើយនិងវរៈកងនគរបាល PM អីផ្សេងហ្នឹងគេធ្វើទៅអាឯងជាប្រជាពលរដ្ឋនឹងអីក៏ប្របេថោកសបើមនេះវាអត់ព្រុសអារឿងហ្នឹងវាមិនមួយថ្ងៃឯណាបដាញឯណាសំណាញ់មេឃឯណាសំណាញ់មេឃខ្ញុំចង់តែជេរក៏ដូចមកអាសនៈពួកអាសនៈអស់នេះអត់ដឹងក្បាលអត់ដឹងកតុយអីតតែសោះអញ្ចឹងខ្ញុំសូមជំរាបអញ្ចេះសំណាញ់មេឃដែលដេជោដែលគាត់ចង់លើកឡើងតាមដែលខ្ញុំធ្លាប់រៀនពីវិធីក្បួនសឹកណាខ្ញុំធ្លាប់រៀនដែរខ្ញុំធ្លាប់សាកល្បងក្បួនសឹកហ្នឹងខ្ញុំធ្លាប់អានពីក្បួនសឹកមានកពីក្បួនសឹកពីបុរាណខ្លះកពីក្បួនសឹកខ្លះខ្ញុំធ្លាប់អានទេមិនមែនរៀនទេធ្លាប់អានហើយយើងយកមកត្រេះរិះពិចារណាហើយបង្កើតអារឿងអានយល់ដឹងរឿងមួយប៉ុន្តែសំខាន់នៅរឿងស្វែងយល់ពីទ្រឹស្ដីសង្គ្រាមអានឹងគឺសំខាន់ណាស់
បើយើងអត់ចេះវិភាគទៅលើទ្រឹស្ដីមេតបនៅក្នុងសង្គ្រាមទេយើងមិនអាចរៀបចំបណ្ដាញទប់ទល់បានទេបងប្អូនយល់ទេសំណាញ់មេឃគេសំដៅទៅលើយុទ្ធសាស្ត្រចតុរង្គអាយុទ្ធសាស្ត្រចតុរង្គហ្នឹងគឺសម្រាប់តែគេរៀបចំចំពោះប្រទេសណាដែលគេចង់ឈ្លានពានកម្ពុជាយើងហើយដែលគេរៀបគម្រោងឈ្លានពានចូលទឹកដីយើងគេហៅថាយុទ្ធសាស្ត្រចតុរង្គអាយុទ្ធសាស្ត្រចតុរង្គនេះបើយើងប្រើពាក្យមួយម៉ាត់ទៀតគេប្រើថាចតុទិសអាយុទ្ធសាស្ត្រចតុទិសអានឹងអត់ខុសគ្នាពីសំណាញ់មេឃទេនៅពេលណាដែលគេបើកច្រកឲ្យខ្មាំងចូលមកឬក៏ខ្មាំងវាយទម្លាយចូលមកបានគេមានយុទ្ធសាស្ត្រជាបន្តមួយទៀតគេហៅថាសំណាញ់មេឃហ្នឹងយល់ទេអានឹងខ្ញុំប្រើពាក្យថាចតុទិសប៉ុណ្ណឹងបងប្អូនយល់ហើយអញ្ចឹងគេរៀបបណ្ដាញកងទ័ពហ្នឹងទៅជាចតុទិសបន្ទាប់មកវាចូលតាមច្រកណាគេស្កាត់តាមច្រកហ្នឹងហើយគេសម្រុកគ្រប់ទិសទាំង4ហ្នឹងទៅក្នុងច្រកដែលសត្រូវនឹងខ្មាំងចូលមកនោះយល់ទេសត្រូវនឹងខ្មាំងចូលមកនោះអញ្ចឹងសម័យឥឡូវនេះវាមានអាកញ្ជ្រួចវងហ្នឹងដូចសំណាញ់មេឃអញ្ចឹងអាកញ្ជ្រួចវងហ្នឹងណាដូចសំណាញ់មេឃអញ្ចឹងនៅពេលណាដែលយើងកំណត់គោលដៅនៃការចូលមករបស់ខ្មាំងឈ្លានពានចូលមកទឹកដីរបស់យើងកំណត់ទិសដៅដើម្បីបាញ់ស្រោចមកពីគ្រប់មុំការបាញ់ស្រោចមកពីគ្រប់មុំនឹងហើយដែលគេចាត់ទុកថាវាជាសំណាញ់មេឃនោះយល់ទេដូចជាក្នុងករណីដែលវាវាយចូលតាមភូមិភាគតាមអីតំបន់ផ្សេងនោះមិនមែនយើងយកអា BM21 ហ្នឹងទៅដាក់ទល់មុខឬក៏ទៅដាក់នេះទេគេដាក់នៅគ្រប់កន្លែងទាំងអស់អាចបាញ់ពីឆ្វេងពីស្ដាំដើម្បីពង្រៀងដានគោលដៅនៃយន្តហោះរបស់សត្រូវដើម្បីកុំឲ្យយន្តហោះរបស់សត្រូវនិងយន្តហោះស៊ើបការរបស់សត្រូវចាប់បានដូច្នេះមិនមែនគេផ្ដុំគ្នាដូចយើងធ្វើសមយុទ្ធផ្ដុំគ្នាឡានមកវងទៅជុំគ្នានៅនោះឲ្យបាញ់ប្រសាចទៅទេយល់អត់ណាអាហ្នឹងដែលគេហៅថាយុទ្ធសាស្ត្រចតុរង្គហើយគេប្រើពាក្យមកវិញប្រើពាក្យនៅក្នុងសង្គ្រាមរបស់សម្ដេចតេជោហ្នឹងគេហៅថាសំណាញ់មេឃហ្នឹងគឺសម្រាប់ការពារនៅពេលដែលខ្មាំងចូលជ្រៅទៅដល់ទឹកដីប្រទេសកម្ពុជានៅពេលដែលខ្មាំងចូលមកជ្រៅឬក៏លុកលុយចូលមកដែនអធិបតេយ្យរបស់ប្រទេសកម្ពុជាអានឹងហើយគេនិយាយពីសំណាញ់មេឃមានន័យថាឯងផុតមកកងពាន់ចូលមួយកងពាន់ផុតមួយកងពាន់នៅមួយកងពាន់ផុតមួយកងពាន់ទៀតនៅមួយកងពាន់ទៀតចង់និយាយចឹងយល់អត់ណាដូច្នេះហើយបានជាគេប្រើពាក្យសំណាញ់មេឃបើខែលការពារដែនអាកាសសម្ដេចតេជោគាត់មិនដឹងខែលការពារដែនអាកាសប្រព័ន្ធការពារដែនអាកាសគេប្រើពាក្យហ្នឹងហើយគេចាំបាច់ប្រើពាក្យសំណាញ់មេឃធ្វើអីចឹងបានខ្ញុំប្រាប់ទៅបងប្អូនអ្នកលេងបណ្ដាញប្រព័ន្ធសង្គមខ្លះគាត់អត់យល់ពីសង្គ្រាមដល់អត់យល់ពីសង្គ្រាមចេះតែល្អូចេះតែបន្ទោសចេះតែព្រុសចេះតែដាក់បន្ទុកនេះដូចអាគួចឡាំ